អាយុរ៉ាំសូយ៉ារ៉ាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានទទូចឲ្យសហគមន៍អន្តរជាតិជួយការពារប្រាសាទព្រះវិហាររបស់ខ្មែរបន្ទាប់ពីប្រាសាទចំណាស់ជាង1000ឆ្នាំនេះរងការវាយប្រហារដោយកងទ័ពថៃក្នុងចំនួនព្រំដែនកម្ពុជាថៃកាលពីចុងខែកក្កដាថ្លែងក្នុងសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាពដែលបានប្រព្រឹត្តទៅនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញអាយុរ៉ាំសូយ៉ារ៉ាលើកឡើងថាទោះបីជាសាលក្រុមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅឆ្នាំ1962និងឆ្នាំ2013បានទទួលស្គាល់ថាប្រាសាទព្រះវិហារនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ2008ក៏ដោយដោយសារចំនួនព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ីគូបញ្ជាក់ថាបេតិកភណ្ឌវប្បធម៌គឺជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នាដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌មិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយក៏ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោកពីព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិក្នុងយន្តការនេះក្រុមប្រឹក្សាវប្បធម៌អាស៊ីបានទទូចឲ្យមានការគាំទ្រជាអន្តរជាតិការពង្រឹងយន្តការតំបន់ដូចជាអាស៊ានអង្គការសហប្រជាជាតិនិងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិជាពិសេសអង្គការ UNESCO ដែលត្រូវដើរតួនាទីយ៉ាងសំខាន់និងកាន់តែសកម្មដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិនិងលើកទឹកចិត្តឲ្យមានដំណោះស្រាយដោយសន្តិវិធីនៅក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឲ្យបានទាន់ពេលវេលាជាពិសេសនៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ផុយស្រួយនាពេលបច្ចុប្បន្ននេះ